ជំរាបសួរអ្នកស្វាគមន៍មកកាន់ Channel ហើយណាសម្រាប់រឿងបន្តរឿងព្រះនាងចៅយ៉ាងនៅភាគទី2សម្រាប់អ្នកដែលចង់ទិញនៅសម្លៀកបំពាក់សម្រាប់ក្មេងៗឬក៏ចង់ទិញស្បែកជើងអីហ្នឹងគឺអាចមករកនៅក្នុងហាង CH168 Store នេះបានដែលគាត់ហ្នឹងគឺមានលក់ទាំងកៅអៅសម្លៀកបំពាក់របស់កូនក្មេងទាំងប្រុសទាំងស្រីមានទាំងស្បែកជើងរបស់កូនក្មេងជាមួយនឹងស្បែកជើងរបស់នារីផងដែរមិនថាជាស្បែកជើងកាយស្បែកជើងរាបឬក៏ជាស្បែកជើងក្រកអីទេគឺគាត់ហ្នឹងមានទាំងអស់អញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាចង់ត្រូវការអីគឺអាចមករកនៅហាងរបស់គាត់បានដែលអាសយដ្ឋានហាងរបស់គាត់ហ្នឹងគឺនៅក្នុងបរិយាពេញហួតបឹងស្នោនៅផ្ទះលេខ166ផ្លូវ C01 គម្រោង Capital One ដែលគ្រាន់តែបត់ចូលមកតាមផ្លូវដែលមានធនាគារវិញជាមួយនឹងធនាគារ Maybank នៅអមសងខាងហ្នឹងយើងចូលមកខាងក្នុងមកហើយយើងជិះទៅត្រង់រហូតទៅក៏ឃើញហាងរបស់គាត់ហ្នឹងនៅខាងស្ដាំដៃហ្នឹងហើយអ្នកទាំងអស់គ្នាក៏អាចចូលទៅមើលនៅក្នុង page របស់គាត់ផងដែរគឺគាត់មានផុសពីអីវ៉ាន់របស់គាត់ហើយក៏មានដាក់តម្លៃរឿងហ្នឹងតែម្ដងអញ្ចឹងហើយគឺងាយស្រួលដល់អ្នកទាំងអស់គ្នាខ្លាំងមែនតើដែលមានបានដាក់ link នៅខាងក្រោមហ្នឹងអ្នកទាំងអស់គ្នាអាចចុចចូលតាម link ហ្នឹងក៏បានឬក៏អាចចូលទៅមើលនៅក្នុងក្រុម Telegram ហើយក៏ឆាតតាក់ទងទៅគាត់តក៏បានដែរផ្ដើមសាច់រឿងនៅពេលនេះគឺបានឃើញថាទូប្រគាត់បានដើរចូលមកខាងក្នុងនឹងហើយគាត់ក៏បានទៅអង្គុយនៅចិត្តពនាងចៅយ៉ាងនឹងតែម្ដងនៅពេលនោះនឹងក៏ទួស្រីគាត់ក៏បាននឹកឃើញទៅពេលហ្នឹងដែលគាត់ថាគាត់នឹងមិនណែនាំមនុស្សដូចជាទូប្រដែលលក់ខ្លួនអីបែបហ្នឹងដើម្បីតែតំណែងទេតែមានណាឥឡូវនេះណែនាំទូប្រហ្នឹងតទៅបាននៅពេលនោះក៏ទូប្រហ្នឹងក៏គាត់នឹងបានជូនស្រាដើម្បីជាការអរគុណដោយសារតែគាត់ហ្នឹងក៏បានឮពីទួស្រីហ្នឹងនិយាយឲ្យគាត់នៅពេលដែលគាត់នៅខាងក្រៅហ្នឹងផងដែរតែទួស្រីក៏គាត់បដិសេធអត់ព្រមទទួលនៅការអរគុណនោះទេដែលគាត់ហ្នឹងគាត់ថាទូប្រហ្នឹងគឺជាអ្នកដែលប្រឡងជាប់លេខ1អីចឹងទៅចឹងហើយក៏អត់ស័ក្តិសមទទួលនៅការអរគុណពីទូប្រទេប៉ុន្តែទូប្រគាត់ក៏បានតបវិញថាប៉ុន្តែមើលទៅព្រះនាងដូចជាខុសប្លែកពីព្រះនាងចៅយ៉ាងដែលខ្ញុំធ្លាប់ស្គាល់ពីមុនគ្រាន់តែឮចឹងហើយនៅព្រះនាងចៅយ៉ាងរបស់យើងគាត់ឡើងគាំងតែម្ដងមិនដឹងថាត្រូវឆ្លើយយ៉ាងម៉េចនោះទេនៅពេលនោះក៏ព្រះអង្គម្ចាស់ជួយនឹងឃើញអ្នកទាំងពីរនៅមើលមុខគ្នាយូរពេកហ្នឹងគាត់ក៏បានទាញទួស្រីមកចិត្តគាត់ហើយគាត់ហ្នឹងក៏បានសុំផឹកជំនួសទួស្រីតែម្ដងបន្ទាប់ពីផឹកហើយហ្នឹងក៏ព្រះអង្គម្ចាស់ជួយបានសួរដែរថាតើអ្នកទាំងពីរហ្នឹងមានទំនាក់ទំនងអីជាមួយគ្នាមែនធ្លាប់ស្គាល់គ្នាមែននៅពេលនោះក៏ទួស្រីហ្នឹងក៏គាត់អត់ដឹងថាត្រូវឆ្លើយយ៉ាងម៉េចដែរប៉ុន្តែក៏ទូប្រក៏បានប្រាប់ថាគឺមានហើយទូប្រក៏គាត់ហ្នឹងចង់បកស្រាយពីទំនាក់ទំនងរបស់អ្នកទាំងពីរប៉ុន្តែក៏ទួស្រីហ្នឹងគាត់ក៏បាននិយាយកាត់ហើយក៏បានប្រាប់កុំឲ្យព្រះអង្គម្ចាស់ជួយហ្នឹងយកពាក្យសម្ដីរបស់ទូប្រហ្នឹងទុកជាការប៉ັດអីគឺគេហ្នឹងគ្រាន់តែនិយាយលេងសើចអីតែប៉ុណ្ណោះហើយទួស្រីក៏គាត់ហ្នឹងចង់សុំចេញទៅមុនដោយសារតែគាត់ហ្នឹងដូចជារៀងស្វឹងហើយប៉ុន្តែនៅពេលនោះគឺទូប្រហ្នឹងក៏គាត់ហ្នឹងបានស្ទាក់ផ្លូវឲ្យចេញទៅទេហើយទូប្រហ្នឹងក៏បានស្នើសុំទៅកាន់ព្រះអង្គគឺគាត់ហ្នឹងសុំធ្វើការចោទទៅកាន់ព្រះនាងចៅយ៉ាងដោយសារតែឥឡូវនេះនៅកងchâuហ្នឹងគឺជួបនៅគ្រោះរាំងស្ងួតដោយសារតែគ្រោះរាំងស្ងួតអត់អាចដាំនៅដំណាំអីបានខ្វះស្បៀងចឹងហើយក៏ធ្វើឲ្យមាននៅចំនួននៃជនភៀសខ្លួនហ្នឹងកាន់តែច្រើនហើយអ្នកខ្លះទៀតហ្នឹងសូម្បីតែអាចដោះដូរនៅកូនខ្លួនឯងដើម្បីតែអាហារដើម្បីតែស្បៀងជនភៀសខ្លួនទាំងអស់នោះក៏ចាប់ផ្ដើមចូលមកដល់រាជធានីម្ដងបន្តិចហើយចំណែកឯនៅក្នុងរាជធានីនេះផងដែរហ្នឹងគឺអ្នកលក់ស្បៀងអ្នកលក់គ្រាប់ធម្មជាតិអីហ្នឹងពួកគេក៏ចាប់ផ្ដើមលក់ឡើងថ្លៃដូចគ្នាពួកគេគឺព្យាយាមយកផលចំណេញខ្លួនឯងគឺស្របពេលដែលអ្នកផ្សេងហ្នឹងកំពុងតែរងទុក្ខហើយក្នុងកំឡុងពេលនេះផងដែរហ្នឹងគឺព្រះនាងចៅយ៉ាងគឺទ្រង់នឹងតែងតែផឹកស៊ីសប្បាយអីចឹងទៅគឺអត់មានគិតទៅដល់ប្រជាជនដែលកំពុងតែរងទុក្ខវិញនោះទេបែបនេះគឺធ្វើឲ្យមានការខូចគុណធម៌ចំពោះខ្លាយរាជវង្សពេលដែលឃើញបែបហ្នឹងក៏ព្រះអង្គម្ចាស់ទី2ហ្នឹងគាត់ក៏បានចេញមកជួយនិយាយដូចគ្នាថាគាត់ហ្នឹងក៏អាចធ្វើជាសាក្សីដែលព្រះនាងចៅយ៉ាងហ្នឹងគឺតែងតែធ្វើកម្មវិធីជប់លៀងអីរហូតពេលនោះក៏ព្រះអង្គហ្នឹងក៏គាត់អត់ចាប់អារម្មណ៍ពីរឿងព្រះនាងចៅយ៉ាងទេតែគាត់ចាប់អារម្មណ៍ពីរឿងដែលថាគ្រោះរាំងស្ងួតនៅកងchâuហ្នឹងហេតុអីបានជាអត់ទាន់ដោះស្រាយបានទៀតតើពួកឯងធ្វើអីពេលនោះក៏ព្រះបុត្រាទី2ទ្រង់ក៏បានមានបន្ទូលដែរថាគាត់ហ្នឹងក៏បានធ្វើការចែកចាយនៅទ្រព្យធញ្ញជាតិអីទាំងអស់ហ្នឹងម្ដងហើយប៉ុន្តែនៅតែមានការឡើងថ្លៃនៃទ្រព្យធញ្ញជាតិហ្នឹងដដែលអញ្ចឹងហើយគឺគាត់ហ្នឹងគិតថាប្រហែលជាមានអ្នកដែលបានលួចកឹបកេងនៅទ្រព្យធញ្ញជាតិទាំងអស់ហ្នឹងយកទុកជារបស់ផ្ទាល់ខ្លួនហើយក៏លក់ក្នុងតម្លៃថ្លៃដែលគាត់សម្ដែងហ្នឹងគឺចង់ប្រឆិតប្រឆៀងចង់សម្ដៅទៅកាន់រាជទាយាននឹងឯងតួប្រកគាត់ហ្នឹងផ្ដល់យោបល់ឲ្យយកទ្រព្យធញ្ញជាតិពីខាងជាងណានមកចូលរាជធានីមកប្រហែលជាអាចធ្វើឲ្យប្រជាជនហ្នឹងមាននៅទ្រព្យធញ្ញជាតិគ្រប់គ្រាន់បែបហ្នឹងប៉ុន្តែក៏ព្រះបុត្រាទី2ហ្នឹងបានប្រាប់ដែរប៉ុន្តែគឺផ្លូវដែលនាំពីជាងណានមកកន្លែងហ្នឹងគឺវាត្រូវបានខូចហើយអត់ទាន់មានអ្នកគេជួសជុលទេពេលដែលឮបែបហ្នឹងហើយហ្នឹងក៏រាជទាយានហ្នឹងទ្រង់ពិតជាខឹងខ្លាំងមែនទែនហើយគាត់ហ្នឹងក៏បានប្រាប់ដែរថាការធ្វើជួសជុលនៅផ្លូវទាំងអស់ហ្នឹងគឺវាត្រូវចំណាយប្រាក់ច្រើនខ្លាំងមែនទែនអញ្ចឹងហើយគឺមិនអាចធ្វើអញ្ចឹងបានទេពេលនោះក៏ខាងមន្ត្រីដែលគ្រប់គ្រងខាងព្រះរាជបុត្រាទាំងពីរហ្នឹងក៏នាំគ្នាចេញមកគ្រប់គ្រងខាងពួកគេរៀងៗខ្លួនហើយក៏នាំគ្នាឆ្លោះគ្នាពេញតែហ្នឹងដែលលើកលែងតែទូប្រវត្តិរបស់យើងទេគឺគាត់ហ្នឹងនៅឈរនៅកណ្ដាលគឺគាត់អត់មានចូលនៅខាងណាទាំងអស់នៅពេលដែលឃើញអញ្ចឹងទូស្រីហ្នឹងគឺគាត់ពិតជាពេញចិត្តខ្លាំងមែនទែនចំណែកឯព្រះអង្គទ្រង់ក៏សពរាជហឫទ័យដូចគ្នាបន្ទាប់ពីមួយសន្ទុះក្រោយមកហ្នឹងព្រះអង្គក៏បានប្រាប់ឲ្យពួកគេហ្នឹងស្ងាត់មាត់ទៅហើយទ្រង់ក៏បានសម្រេចហើយថាគឺឲ្យត្រូវតែជួសជុលកន្លែងផ្លូវចូលមកហ្នឹងដោយឲ្យមន្ត្រីចំណូលហ្នឹងចាត់ចែងតាមហ្នឹងទៅចំណែកឯខាងព្រះអង្គម្ចាស់ជួយវិញក៏ជួយនាំមនុស្សទៅជួយមើលជួសជុលអីផងដែរគាត់ឲ្យពេល3ខែធ្វើយ៉ាងណាធ្វើឲ្យហើយ
ចំណែកឯព្រះនាងចៅយ៉ាងវិញទទួលទោសដូចគ្នាដែលទ្រង់ហ្នឹងគឺត្រូវកាត់ប្រាក់ខែរបស់ទ្រង់ហ្នឹងដើម្បីយកទៅជួយនៅគ្រូរាំងស្ងួតអីទាំងអស់ហ្នឹងវិញរហូតដល់តែរឿងនេះបានដោះស្រាយសពគ្រប់ចាំទទួលបាននៅប្រាក់ខែអីធម្មតាវិញបន្ទាប់ពីការប្រជុំអីបានបញ្ចប់អស់ហើយហ្នឹងគ្រប់គ្នាក៏បានអំបែកគ្នាទៅវិញរៀងៗខ្លួនទៅដែលនៅពេលនោះក៏បានឃើញទូប្រុសហ្នឹងក៏ដើរតាមទូស្រីដែរនៅពេលហ្នឹងទូស្រីក៏គាត់អត់មានខឹងអីនោះទេតែគាត់សប្បាយចិត្តវិញដោយសារតែគាត់ហ្នឹងដឹងថាទូប្រុសហ្នឹងអត់មានចង់ចោទប្រកាន់អីគាត់ទេគ្រាន់តែគោលបំណងពិតរបស់ទូប្រុសហ្នឹងគឺចង់ជួយប្រជាជនចឹងហើយហ្នឹងក៏គាត់អត់មានខឹងអីដែរហើយណាមួយទៀតហ្នឹងបើទូប្រុសធ្វើបែបហ្នឹងដាក់គាត់ហ្នឹងក៏គាត់ហ្នឹងប្រហែលជាអាចមានលេសដើម្បីទៅប្រាប់ទៅកាន់ប្រិយទាយាទដូចគ្នានៅពេលនោះចេញមិនតបានប្រមាណផងក៏ស្រាប់តែបានឃើញព្រះនាងអានលើហ្នឹងមកសើចំអកទូស្រីអីចឹងទៅថាមើលទៅមន្ត្រីថ្មីនេះគឺពិតជាល្អពិតមែនពេលនោះក៏ព្រះនាងចៅយ៉ាងបាននិយាយដែរថាបើសិនជាចង់សើចំអកខ្ញុំហេតុអីបានជាមកសើចំអកខ្ញុំនៅកន្លែងគ្មានមនុស្សអីបែបហ្នឹងស្ងាត់បែបហ្នឹងហេតុអីបានជាមិនទៅនិយាយថាឲ្យខ្ញុំនៅផ្ទះរបស់ខ្ញុំតែម្ដងទៅប្រហែលជាខ្ញុំក៏អាចឲ្យព្រះអង្គម្ចាស់ជួយនៅកំដរទ្រង់បានដូចគ្នាពេលដែលឮចឹងក៏ធ្វើឲ្យព្រះនាងអានឡក់ហ្នឹងខឹងខ្លាំងមែនទែនដោយសារតែកាលមុនហ្នឹងក៏ព្រះនាងអានឡក់ហ្នឹងគាត់ពេញចិត្តជាមួយនឹងព្រះអង្គម្ចាស់ជួយដែរប៉ុន្តែគឺគាត់ដើរមកឈ្នះតួស្រីទេហើយព្រះនាងចៅយ៉ាងហ្នឹងគឺតែងតែគិតថាដោយសារតែតួស្រីហ្នឹងលេងល្បិចអីចឹងទៅបានជាធ្វើឲ្យព្រះអង្គម្ចាស់ជួយហ្នឹងខ្វាក់ភ្នែកទៅយកមនុស្សស្រីដូចជាតួស្រីអញ្ចឹងពេលនោះតួស្រីក៏បានតបតវិញថាទ្រង់មើលទៅប្រហែលឆ្នាំមកនេះហើយទ្រង់នៅតែអត់ទទួលស្គាល់ខ្លួនឯងទៀតទោះបីជាជួយចិញ្ចើមិនបានជ្រើសរើសខ្ញុំម្ចាស់ក៏ទ្រង់មិនបានទៅជ្រើសរើសព្រះនាងដូចជាទ្រង់ដែរព្រះនាងដែលមាននៅចរិតឆ្លើយព្រះនាងដែលគ្មានខួរក្បាលបែបហ្នឹងពេលដែលឮសម្ដីរបស់ព្រះនាងរបស់យើងហើយហ្នឹងក៏ព្រះនាងអានឡប់ពិតជាខឹងខ្លាំងមែនទែនហើយក៏បានចង់ទះកំភ្លៀងតួស្រីប៉ុន្តែតួស្រីក៏បានចាប់ជាប់ហើយពេលនោះក៏តួស្រីហ្នឹងបាននិយាយដែរថាពិតមែនដែលខ្ញុំអាចយកបាននៅព្រះអង្គម្ចាស់ជួយប៉ុន្តែក្រែងនាងទទួលបាននូវការសងសឹករបស់នាងហើយតែនាងគឺជាអ្នកដែលបានប្រាប់ទៅកាន់ឈួយចិញ្ចឺថាខ្ញុំគឺជាអ្នកដែលបានស្នើសុំឲ្យព្រះអង្គនឹងធ្វើការប្រហារជីវិតទៅកាន់បងប្រុសនិងឪពុករបស់គេហើយគេក៏បានកាត់ទៅការពី5ឆ្នាំមុននៅពេលថ្ងៃរៀបការហ្នឹងនៅពេលនោះក៏ព្រះអង្គម្ចាស់ជួយនឹងគាត់មកទាំងស្វឹងហើយពិតជាខឹងជាមួយនឹងតួស្រីរបស់យើងខ្លាំងមែនទែនហើយគាត់នឹងក៏បានជះស្រាកណ្ដាលមុខតួស្រីតែម្ដងដល់ពេលហ្នឹងឈួយចិញ្ចឺគឺគាត់ខឹងជាមួយនឹងតួស្រីខ្លាំងមែនទែនដែលគាត់នឹងគិតថាគឺជាតួស្រីដែលណែនាំព្រះអង្គឲ្យធ្វើការប្រហារជីវិតទៅកាន់បងប្រុសជាមួយនឹងឪពុករបស់គាត់តួស្រីក៏គាត់ព្យាយាមនិយាយបកស្រាយដែរថានៅពេលនោះគឺព្រះអង្គទ្រង់ពិតជាខ្ញាល់ខ្លាំងមែនទែនដោយសារតែទ្រង់នឹងបានធ្វើការស៊ើបអង្កេតទៅលើការចាញ់សង្គ្រាមហើយក៏បានដឹងថាបងប្រុសជាមួយនឹងឪពុករបស់ឈួយចិញ្ចឺនឹងគឺជាអ្នកដែលបញ្ជានៅក្រោយហ្នឹងហើយត្រូវទទួលទោសដែលមិនអាចលើកលែងបាននៅពេលនោះគឺព្រះអង្គខ្ញាល់ខ្លាំងមែនទែនចឹងហើយនឹងគឺគាត់មានតែបណ្ដោយតាមហ្នឹងទេប៉ុន្តែគឺគាត់នឹងក៏បានព្យាយាមបង្វល់ព្រះអង្គចឹងហើយនឹងបានព្រះអង្គនឹងគឺបានលើកលែងទៅឲ្យឈួយចិញ្ចឺនឹងអាចនៅរស់គាត់ក៏បានធ្វើតាមបណ្ដោយតាមព្រះអង្គគឺដោយសារតែចង់ការពារឈួយចិញ្ចឺតែប៉ុណ្ណោះប៉ុន្តែឈួយចិញ្ចឺគឺគាត់អត់ស្ដាប់ការបកស្រាយរបស់តួស្រីទេហើយនៅពេលហ្នឹងគាត់ក៏ទៅច្បាច់ករបស់តួស្រីទៀតផងហើយក៏បាននិយាយមើលងាយតួស្រីថាគឺគ្រាន់តែជាកូនរបស់ស្រីបម្រើតូចទាបជាក្មេងកំព្រាតូចទាបដែលវាចេញពីក្នុងដំណាក់ត្រជាក់មកតែប៉ុណ្ណោះខ្ញុំបានធ្វើការការពារនាងជួយនាងចេញពីដំណាក់ត្រជាក់នោះហេតុអីបានជានាងបែរជាមកធ្វើការប្រឆាំងជាមួយនឹងគ្រួសាររបស់ខ្ញុំទៅវិញខ្ញុំពិតជាស្ដាយក្រោយដែលខ្ញុំបានជួយនាងខ្ញុំស្ដាយក្រោយដែលបានជ្រើសរើសយកនាងមិនត្រឹមតែប៉ុណ្្នឹងទេជួយចិញ្ចឺនឹងគាត់ក៏បានបោះនៅកណ្ដាស់លេងលះឲ្យតួស្រីទៀតផងពេលនេះវិញក៏តួស្រីនឹងក៏គាត់នឹងបាននិយាយបន្តថាគាត់នឹងមិននឹកស្មានថាជួយចិញ្ចឺគឺជាមនុស្សល្ងងបែបហ្នឹងទេតែគេគិតអីថាគាត់នឹងគ្រាន់តែអាចនិយាយពាក្យពីរបីម៉ាត់ហ្នឹងក៏ធ្វើឲ្យព្រះអង្គនឹងប្រហារជីវិតទៅកាន់ពួកគេនោះដោយសារតែរយៈឈ្នះតួស្រីចឹងហើយនឹងក៏ពនាងអានឡក់នឹងគាត់បានខឹងខ្លាំងមែនទែនហើយក៏បានប្រាប់ដែរថាចៅយ៉ាងនាងកុំភ្លេចឲ្យសោះនាងគឺគ្រាន់តែជាឆ្កែបម្រើរបស់រាជទាយាតែប៉ុណ្ណោះបើសិនជានាងហ៊ានមកបង្កបញ្ហាជាមួយនឹងយើងម្ចាស់បងប្រកាសជានឹងមិនលើកលែងឲ្យឯងនោះទេពេលដែលព្រះនាងអានឡក់ចេញទៅបាត់ហ្នឹងនៅពេលនោះក៏ជៀនសៀនគាត់ក៏បានចូលមកវិញម្ដងហើយគាត់នឹងក៏បាននិយាយដែរថាបើសិនជាព្រះនាងអានឡក់ហ្នឹងដឹងថាតាមពិតតួស្រីជាមួយជួយចិញ្ចឺនឹងបានលេងលះហើយនឹងមិនដឹងថានាងនឹងគិតយ៉ាងម៉េចទេតែតួស្រីក៏គិតថាទោះបីជាដឹងឬក៏មិនដឹងនោះព្រះនាងអានឡក់នៅតែអញ្ចឹងដដែលហ្នឹងដោយសារតែព្រះនាងអានឡក់អត់មានចង់បានជួយចិញ្ចឺដោយសារស្រឡាញ់ឯនោះទេគ្រាន់តែចង់ឈ្នះគាត់តែប៉ុណ្ណោះហើយតួស្រីក៏បានឲ្យជៀនសៀននឹងទៅរៀបចំរទេះសេះមុនទៅនៅពេលដែលនៅម្នាក់ឯងហ្នឹងគាត់ក៏បាននឹកឃើញគឺនៅពេលនោះហ្នឹងគឺគាត់នឹងបានស្ដីទៅឲ្យជួយចិញ្ចឺវិញតែបានថាជួយចិញ្ចឺនឹងអាងអីឥឡូវនេះក៏អត់មានឪពុកហើយក៏អត់មានបងប្រុសដែរជួយចិញ្ចឺគឺអាងលើឋានៈជាពនាងរបស់គាត់តើអីខ្ញុំនឹងយករឿងនេះទៅទូលបិតាចាំមើលតើទ្រង់នឹងធ្វើយ៉ាងម៉េចចាំមើលតើទ្រង់នឹងដកតំណែងរបស់លោកទេបើលោកគ្មានតំណែងអីទាំងអស់នោះចាំមើលនៅថ្ងៃមុខលោកនឹងគិតយ៉ាងម៉េចបន្តមកក៏ទូសីនឹងបានដេញឲ្យជួយចិញ្ចឺនឹងចេញពីបន្ទប់នឹងទៅពេលដែលគាត់បានដេញជួយចិញ្ចឺទៅហើយនឹងក៏គាត់នឹងយំខូចចិត្តខ្លាំងមែនទែនដែលកាលហ្នឹងគឺទូសីនឹងគឺគាត់ពិតជាស្រឡាញ់ជួយចិញ្ចឺមែនទែនប៉ុន្តែនៅពេលដែលគាត់បានទៅរាយការណ៍ប្រាប់ព្រះអង្គនឹងក៏ព្រះអង្គនឹងបានឲ្យលាក់រឿងនឹងជាការសម្ងាត់អីចឹងទៅគឺគាត់អត់មានប្រកាសឲ្យណាគេដឹងទាំងអស់ចឹងហើយក៏អ្នកទាំងពីរហ្នឹងគឺមានតែសម្ដែងធ្វើជាប្តីប្រពន្ធនៅមុខគេមុខឯងចឹងឯងពេលនេះវិញនៅពេលដែលទូសីគាត់នៅម្នាក់ឯងនឹងទូប្រុសក៏គាត់នឹងបានចេញមកហើយគាត់ក៏បានប្រាប់ដែរតែគឺគាត់នឹងបានស្ដាប់ដឹងរឿងទាំងអស់ហ្នឹងហើយគាត់ក៏គិតថាមើលទៅទូសីនឹងមិនស័ក្តិសមជាមួយនឹងមនុស្សដូចជាជួយចិញ្ចឺនឹងទេគួរតែរកណាគេដែលល្អជាងហ្នឹង
ពេលនោះក៏ព្រះនាងចៅយ៉ាងទ្រង់ក៏បានធ្វើជាសួរអញ្ចឹងតើខ្ញុំគួរតែរើសយកណាគេល្អជាងហ្នឹងទៅតើខ្ញុំគួរតែរើសយកនិស្សិតដែលបានប្រឡងជាប់ហើយក៏បានប្តឹងខ្ញុំនៅមុននេះឬក៏ជាមនុស្សម្នាក់ដែលបានលក់ខ្លួនឯងកាលពី3ខែមុនហើយទូសីក៏បាននិយាយដែរថាគាត់នឹងមិនគិតថាទូប្រុសនឹងនឹងឆ្លងកាត់ទីនេះហើយក៏ស្ដាប់អីដោយចៃដន្យនោះទេគឺទូប្រុសនឹងមានគោលបំណងតែម្ដងតែទូប្រុសនឹងមកតាមគាត់ដោយសារតែទូប្រុសនឹងនៅតែមិនទាន់អាចបំភ្លេចគាត់បានមែនពេលនោះទូប្រុសក៏បាននៅមើលមុខតួស្រីមួយសន្ទុះហើយគាត់នឹងក៏បានឆ្លើយត្រង់ៗតែម្ដងថាពិតមែនអញ្ចឹងតើវាយ៉ាងម៉េចបន្ទាប់មកក៏អ្នកទាំងពីរអត់និយាយអីច្រើនទេក៏បាននាំគ្នាចូលទៅកាន់ក្នុងបន្ទប់តែម្ដងបន្ទាប់មកក៏ទូសីនឹងបានគេងលក់ហើយគាត់ក៏បានគេងយកសពអាក្រក់នឹងទៀតហើយគឺគេយកសពឃើញនៅពេលដែលម្ដាយរបស់គាត់ចងកប៉ុន្តែលើកនេះគឺគាត់នឹងបានឃើញទូប្រុសនឹងបានមកជួយលួងលោមគាត់ក៏ធ្វើឲ្យគាត់នឹងអត់សូវខ្លាចទេឯខាងនេះវិញទៅពេលនេះក៏រីករាយនឹងទ្រង់ពិតជាខឹងខ្លាំងមែនទែនតែចៅយ៉ាងហ្នឹងគឺអាចបណ្ដោយឲ្យសិនស្យាវនឹងបានជាប់អីចឹងទៅហើយគាត់នឹងក៏បានសួររកចៅយ៉ាងដែរតើលើនាងនៅណាពេលនោះក៏ព្រះអង្គម្ចាស់ឈួយនឹងបានថាចៅយ៉ាងឥឡូវនេះគឺនាងអត់សូវសួរខ្លួនចឹងហើយនឹងគឺនាងសម្រាកសិនហើយឯព្រះនាងចៅយ៉ាងនេះវិញគឺទ្រង់នឹងកំពុងតែលេងអុកជាមួយនឹងសិនស្យាវយ៉ាងរីករាយតែម្ដងហើយគាត់នឹងក៏បានសរសើរថាសិនស្យាវនឹងគឺពិតជាធ្វើបានល្អខ្លាំងមែនទែនថ្ងៃហ្នឹងតែពេលនោះក៏សិនស្យាវបានប្រាប់ដែរថាតាមពិតហ្នឹងគឺគាត់នឹងមានគោលបំណងចង់សងសឹកទៅកាន់ព្រះនាងដែលមើលងាយគាត់ថ្ងៃមុនដែរហើយក៏ឆ្លៀតឱកាសហ្នឹងគឺចង់យកនៅចិត្តរបស់ព្រះអង្គផងដែរចឹងហើយក៏អាចធ្វើឲ្យមន្ត្រីផ្សេងៗហ្នឹងអត់ហ៊ានធ្វើអីគាត់ណាមួយទៀតក៏អាចជួយទៅកាន់ប្រជាជននៅកងចុងបានដូចគ្នាខាងរាជទាយាទឯនេះវិញក៏ទ្រង់កំពុងតែគិតដែរគឺគាត់នឹងសង្ស័យថាតួប្រុសជាមួយនឹងតួស្រីនឹងអាចមានទំនាក់ទំនងអីមួយគ្នាអត់ព្រោះអីឃើញថាតួប្រុសនឹងហាក់ដូចជាហ៊ានខ្លាំងមែនទែនតែនៅពេលដែលឮចឹងហើយនឹងក៏ព្រះអង្គម្ចាស់ឈួយនឹងបានជួយចេញមកនិយាយឲ្យតួស្រីអីចឹងទៅថាតួស្រីនឹងគ្មានថ្ងៃទៅពាក់ព័ន្ធជាមួយនឹងមនុស្សមកពីគ្រួសារក្រីក្រអីបែបហ្នឹងទេឯខាងចៅយ៉ាងនេះវិញនៅពេលនេះក៏ចៅយ៉ាងបានសួរដែរថាតើតួប្រុសនឹងគឺពិតជាអត់មានបំណងចង់បំបាក់នៅរាជទាយាទទេអីគឺគ្រាន់តែចង់ជួយប្រជាជនតែប៉ុណ្ណឹងពេលនោះតួប្រុសក៏បានប្រាប់ដែរថាគាត់នឹងក៏ចង់បំបាក់រាជទាយាទដូចគ្នាដោយសារតែគាត់នឹងគិតថារាជទាយាទអត់ដែលខ្វល់ពីប្រជាជនអីនោះទេចឹងហើយនឹងបើសិនជារាជទាយាទនឹងឡើងគ្រប់គ្រងប្រកាសជាធ្វើឲ្យគ្រប់គ្នានឹងវេទនាជាមិនខានចឹងហើយការធ្វើបែបនេះក៏អាចជួយបំបាក់នៅរាជទាយាទផងដែររាជទាយាទបានតំណែងជារាជទាយាទដោយសារតែមានមន្ត្រីធំៗទាំងអស់ហ្នឹងឯងបានជួយជ្រោមជ្រែងចឹងហើយគាត់ក៏បានព្យាយាមធ្វើឲ្យខ្លួនឯងនឹងឲ្យព្រះអង្គនឹងមើលឃើញថាគាត់នឹងមានប្រយោជន៍ហើយក៏ប្រើប្រាស់គាត់នឹងដើម្បីអាចទៅកម្ចាត់រាជទាយាទបានដែរពេលដែលឮចឹងហើយនឹងក៏ទូស្ដីថាតួប្រុសនឹងគឺពិតជាហ៊ានខ្លាំងមែនទែនមិនខ្លាចថាគាត់នឹងយកពាក្យទាំងអស់នឹងទៅប្រាប់គេឯងទេអីតែតួប្រុសក៏គាត់អត់គិតចឹងទេដោយសារតែគាត់ដឹងថាថ្ងៃហ្នឹងគឺតួស្ដីនឹងព្យាយាមនិយាយការពារគាត់ឲ្យគាត់បានតំណែងជាមន្ត្រីអ្នកទី8អីចឹងគឺគាត់ដឹងថាតួស្ដីនឹងគឺចង់ប្រើប្រាស់គាត់នៅមានប្រយោជន៍ចំពោះតួស្ដីចឹងហើយតួស្ដីមិនទាន់ចាត់ការគាត់ទេហើយគាត់បានសួរដែរថាតើតួស្ដីនឹងចង់ឲ្យគាត់ធ្វើអីតួស្ដីគាត់បានមួយសន្ទុះហើយគាត់ក៏បានថាគាត់ចង់ឲ្យតួប្រុសនឹងធ្វើជាមនុស្សកំដររបស់គាត់ពេលដែលឮបែបហ្នឹងហើយនឹងក៏តួប្រុសនឹងបានសួរដែរថាតើទ្រង់មានបរិះកំដរចំនួនប្រមាណអ្នកអីតួស្ដីក៏បានប្រាប់ថាគឺមានច្រើនប៉ុន្តែអ្នកដែលជានិស្សិតហ្នឹងគឺទើបតែមានតួប្រុសមួយនឹងឯងដោយសារតែតួប្រុសហ្នឹងគឺជាបរិះកំដរដែលគាត់ចូលចិត្តជាងគេអញ្ចឹងហើយហ្នឹងគឺគាត់ដឹងថាឥឡូវហ្នឹងតួប្រុសគឺត្រូវធ្វើការនៅក្រោមរាជទាយាទចឹងហើយរាជទាយាទអត់សម្លាប់តួប្រុសទេប៉ុន្តែក៏ប្រកាសជានឹងមិនធ្វើឲ្យតួប្រុសនឹងនៅស្រុកស្រួលអីដែរតើតួប្រុសនឹងចង់ឲ្យគាត់ជួយដែរអត់តែតួប្រុសក៏បានប្រកែកមិនព្រមទទួលយកជំនួយអីនោះទេដោយសារតែគាត់នឹងបានដឹងរួចហើយថាគាត់នឹងត្រូវជួបប្រទះអីខ្លះនៅពេលដែលគាត់នឹងចូលក្លាយជាមន្ត្រីបែបហ្នឹងចឹងហើយគឺគាត់ត្រៀមខ្លួនរួចរាល់ហើយតួប្រុសគឺគាត់ដឹងថាតួស្រីនឹងមានគោលបំណងផ្សេងប៉ុន្តែតួស្រីអត់និយាយចឹងហើយនឹងក៏គាត់អត់មានពាក្យអីចង់និយាយមួយតួស្រីទៀតដែរគាត់ក៏បានចង់ចាកចេញតែនៅពេលនោះតួស្រីនឹងក៏បានហៅឲ្យតួប្រុសឈប់សិនហើយគាត់ក៏បានទៅហិតក្លិនខ្លួនរបស់តួប្រុសហើយក៏បានសួរដែរតើតើតួប្រុសនឹងប្រើនៅក្លិនក្រអូបអីគេតែនៅពេលនោះក៏តួប្រុសនឹងបានថាទៅថាគាត់នឹងគឺជាគ្រួសារក្រីក្រមានតែប្រើនៅធូបក្រអូបគ្មានប្រើនៅក្លិនក្រអូបអីទេមានលុយទិញមកពីណាពេលនោះតួស្រីក៏គិតថារៀងចម្លែកតិចដែរដោយសារតែគាត់នឹងមានអារម្មណ៍ថាក្លិនខ្លួនរបស់តួប្រុសនឹងគឺក្រអូបខុសពីធម្មតាអីចឹងទៅហើយតួស្រីក៏ចង់ឲ្យតួប្រុសនឹងមកគេងជាមួយនឹងគាត់រយយកបានអស់នៅពេលដែលឮចឹងហើយនោះតួប្រុសក៏គាត់អត់តន់ឆ្លើយអីដែរហើយរឿងរបស់យានភិកនេះក៏បានស្រិះត្រឹមតែប៉ុណ្ណឹងហើយចំណែកឯអ្នកដែលចង់លើកទឹកចិត្តឧបត្ថម្ភ admin អីអាចធ្វើបានតាមរយៈ QR code ដែល admin ដាក់ខាងលើនឹងបានណាសូមអរគុណនិងសូមជម្រាបលា